សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសប្រចាំថ្ងៃបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយមដែលបានជូនដំណឹងនៅថ្ងៃទី28ខែតុលានេះបានឲ្យដឹងថារបបខ្យល់មូសុងដែលបក់លើសមុទ្រអាន់ដាម៉ាន់សមុទ្រកម្ពុជាអាងទន្លេមេគង្គសមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពលដែលស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី28ដល់ទី30ខែតុលាឆ្នាំ2025មានលក្ខណៈដូចតទៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា30អង្សាសេខ្យល់បក់ពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 35% តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា27អង្សាសេខ្យល់បក់ពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 20% តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា28អង្សាសេខ្យល់បក់ពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 35% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា0ម៉ែត្រ/50និងកម្ពស់មធ្យមអតិបរមា1ម៉ែត្រ/50អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន